សត្វ Beaver គឺជាសត្វកកេរដែលមានទំហំធំជាងគេទី2លើពិភពលោកនិងជានិមិត្តរូបនៃភាពប៉ិនប្រសប់ខាងផ្នែកវិស្វកម្មធម្មជាតិពួកវាមានលក្ខណៈពិសេសនិងទម្លាប់ប្លែកៗជាច្រើនដែលធ្វើឲ្យពួកវាខុសប្លែកពីសត្វដទៃទៀតធ្មេញពណ៌ទឹកក្រូចនិងរឹងមាំដូចដែកធ្មេញមុខរបស់ Beaver មានពណ៌ទឹកក្រូចដោយសារវាផ្ទុកទៅដោយសារធាតុដែកអាយ៉ុនច្រើនសារធាតុដែកនេះធ្វើឲ្យធ្មេញរបស់វារឹងមាំខ្លាំងរហូតអាចកាត់ដើមឈើធំៗបានយ៉ាងងាយស្រួលហើយធ្មេញរបស់វានឹងដុះជារៀងរហូតមិនចេះឈប់ឡើយការកសាងប្រព័ន្ធអេកូឡូស៊ីវិស្វករធម្មជាតិ Beaver ជាសត្វតែមួយគត់ក្រៅពីមនុស្សដែលអាចកែប្រែរចនាសម្ព័ន្ធភូមិសាស្ត្រនិងទន្លេអូរដើម្បីបម្រើផលប្រយោជន៍ខ្លួនឯងបានពួកវាបង្កើតទំនប់ទឹកដើម្បីបង្កើតជាបឹងម៉ាស៊ើញីឬតំបន់ទឹកចាងដែលជួយការពារពួកវាពីសត្វស៊ីសាច់ជាអាហារនិងជាកន្លែងស្តុកទុកអាហារសម្រាប់រដូវរងារោមពីរជាន់និងភ្នែកពិសេសស្បែកនិងរោមរបស់វាមានប្រេងធម្មជាតិដែលការពារមិនឲ្យទឹកជ្រាបចូលដល់ស្បែកបើទោះជាវានៅក្នុងទឹកយូរប៉ុណ្ណាក៏ដោយពួកវាមានត្របក់ភ្នែកទី3ថ្លា nictitating membrane ដែលដើរតួដូចជារ៉ែនការពារភ្នែក goggles ធ្វើឲ្យពួកវាអាចមើលឃើញនៅក្នុងទឹកបានយ៉ាងច្បាស់កន្ទុយពហុបំណងកន្ទុយសំប៉ែតនិងមានស្រការបស់វាមិនត្រឹមតែប្រៀបដូចជាចៅវាយចាត់ការទិសដៅពេលហែលទឹកប៉ុណ្ណោះទេប៉ុន្តែវាក៏ប្រើសម្រាប់វាយលើផ្ទៃទឹកឲ្យលឺសូរខ្លាំងៗដើម្បីប្រកាសអាសន្នដល់ហ្វូងនៅពេលមានគ្រោះថ្នាក់លើសពីនេះវាប្រើកន្ទុយជានិធារដូវដើម្បីស្តុកទុកជាតិខ្លាញ់សម្រាប់ប្រើប្រាស់ក្នុងរដូវរងាផងដែរអាកប្បកិរិយានិងគ្រួសារ Beaver ជាសត្វដែលស្មោះត្រង់នឹងគូស្នេហ៍ monogamous ដោយពួកវារស់នៅជាមួយដៃគូតែមួយអស់មួយជីវិតនិងជួយគ្នាកសាងសម្បុកនិងចិញ្ចឹមកូនសម្បុករបស់វា lodge ត្រូវបានសាងសង់ឡើងយ៉ាងរឹងមាំនៅកណ្ដាលទឹកដោយមានច្រកចូលនៅក្រោមផ្ទៃទឹកដើម្បីការពារកុំឲ្យសត្វជើងបួនផ្សេងទៀតអាចចូលទៅរំខានបាន